ទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលវីដេអូរបស់ខ្ញុំចាស់ដែលទៅកាន់ប្រទេសកូរ៉េដែលខ្ញុំបានកាត់វីដេអូឲ្យទាំងអស់គ្នាមើលអញ្ចឹងដំបូងយើងជិះយន្តហោះប្រហែលជាខ្ទង់6ម៉ោងហើយយើងទៅដល់ពីលេងយន្តហោះអ៊ីនឈុននៅខាងប្រទេសកូរ៉េខាងត្បូងហើយបន្តមកទៀតខ្ញុំចុះពីលើយន្តហោះខ្ញុំជិះឡានក្រុងបន្តដំណើរទៅកន្លែងដើរលេងទី1របស់ខ្ញុំគឺកោះណាមីអញ្ចឹងខ្ញុំជិះពេលហ្នឹងខ្ញុំជិះរឿងយូរដែរមុំទៅដល់កោះណាមីហ្នឹងអញ្ចឹងតិចទៀតទាំងអស់គ្នាបានឃើញទស្សនវិជ្ជាជារួមនៃកោះហ្នឹងអញ្ចឹងពេលជិះទៅដល់យើងត្រូវជិះកប៉ាល់លឿនហ្នឹងប្រហែលជា7នាទីទៀតដើម្បីឆ្លងទៅកាន់កោះណាមីហើយបន្តមកទៀតខ្ញុំបានដើរនៅជុំវិញកោះហ្នឹងធំទាំងអស់គ្នាខ្ញុំដើរអត់បានជុំទេដោយសារពេលវេលាខ្លីអញ្ចឹងខ្ញុំដើរមើលថតជុំវិញហ្នឹងទៅបន្តមកទៀតខ្ញុំបានទៅមើលឃើញកន្លែងនេះជាកន្លែងដែលគេល្បីថតរឿងហើយកន្លែងហ្នឹងទេសភាពស្អាតខ្ញុំថតមកប៉ោះពីប៉ោះទាំងអស់គ្នាមើលនឹងទេសភាពនៅកោះណាមីតមកទៀតខ្ញុំទៅលេងខាងប៉មសេអ៊ូលដើម្បីឡើងទៅប៉មនឹងដែរយើងត្រូវជិះខ្សែកាបអញ្ចឹងដូចក្នុងរូបហ្នឹងអញ្ចឹងខ្ញុំជិះខ្សែកាបឡើងទៅកាន់ប៉មហ្នឹងជិះយូរដែរទាំងអស់គ្នាខ្សែកាបហ្នឹងណាបន្ទាប់ពេលមកយើងមកដល់កន្លែងខាងលើយើងត្រូវរងចាំចរាយន្តដើម្បីឡើងទៅមើលជាន់បន្តទៅទៀតអញ្ចឹងគេមាន 3D បង្ហាញពី4រដូវនៃប៉មហ្នឹងណាអញ្ចឹងបន្តមកទៀតខ្ញុំក៏បានឡើងទៅមើលខាងលើចាំមើលខ្ញុំដាក់រូបភាពឲ្យដល់គ្នាមើលថារូបភាពថតស្អាតប៉ុណ្ណាអញ្ចឹងនៅកន្លែងហ្នឹងនេះជារូបភាពនៅខាងសេអ៊ូថៅហើយនឹងខ្ញុំថតពីឆ្ងាយនៅប៉មសេអ៊ូហ្នឹងថ្ងៃបន្ទាប់មកទៀតខ្ញុំបានទៅលេងកន្លែងគេហៅកន្លែងចាក់សោបេះដូងដូចក្នុងរូបភាពហ្នឹងអញ្ចឹងមានសោបេះដូងជាច្រើនហើយសោហ្នឹងគេលក់ទាំងអស់គ្នាគេលក់មកគួរតមកទៀតខ្ញុំទៅញ៉ាំអីនៅកន្លែងដែលគេល្បីហ្នឹងនៃកន្លែងម្ហូបដែលគេល្បីប្រចាំតំបន់គេហ្នឹងតមកទៀតខ្ញុំបានដើរទៅមើលនៅបណ្ណាល័យសភៅនេះផ្លូវទៅបណ្ណាល័យសភៅទាំងអស់គ្នាបណ្ណាល័យសភៅដែលគេល្បីគេថតរូបច្រើននេះខ្ញុំបានមកដល់កន្លែងបណ្ណាល័យសភៅហ្នឹងហើយខ្ញុំថតវីដេអូតាមវីដេអូ trendy គេនៅលើ TikTok លើកមុនណានេះបណ្ណាល័យសភៅហើយខ្ញុំថតបាន3-4 នៅកន្លែងហ្នឹងដែរអញ្ចឹងណាហ្នឹងគេហៅបណ្ណាល័យ Starfield ហើយខ្ញុំថ្ងៃចុងក្រោយខ្ញុំទៅលេង Everland តែជាសួនកម្សាន្តល្បីជាងគេនៅខាងកូរ៉េហ្នឹងណាហើយនេះភាពខ្ញុំនៅកន្លែងរាជវាំងរបស់ខាងកូរ៉េយើងតែងខ្លួនជាស្លៀកសម្លៀកបំពាក់ហាន់បុករបស់ខាងកូរ៉េហ្នឹងកន្លែងនេះពាក់សម្លៀកបំពាក់នឹងឲ្យបបល់ខ្លួនលេងអញ្ចឹងណាឃើញតំណងគេឲ្យបន្ទាប់តិចខ្ញុំនាំតគ្នាទៅលេងផ្សារម៉យ៉ងដងដែលផ្សារល្បីនៅខាងកូរ៉េហ្នឹងនៅជុំវិញសងខាងគេលក់ជាម្ហូប street food ណាទាំងអស់គ្នាមានម្ហូបជាច្រើននៅហ្នឹងហើយខ្ញុំដើរទិញអីវ៉ាន់ shopping នៅហ្នឹងមានគ្រឿង make up គ្រឿងអីណាគេដែលចង់ទិញអីវ៉ាន់កូរ៉េសតអីមកទិញនៅកន្លែងហ្នឹងបានអញ្ចឹងណាមានគ្រឿងសម្អាងជាច្រើននៅក្នុងហ្នឹងហើយមានរបស់ញ៉ាំក៏ច្រើនដែរបាយទាំងអស់គ្នា see you វីដេអូក្រោយ